សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំរឿចិត្តថ្ងៃនេះយើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាត្រឡប់មកខេត្តបាត់ដំបងម្ដងទៀតដើម្បីស្វែងយល់ពីស្នាដៃដ៏វិសេសមួយដែលលាក់នៅរឿងរ៉ាវពិតនៅដងស្ទឹងសង្កែគឺបទម្លប់ដូងទី10មើលស្ទឹងសង្កែមើលខ្សែទឹកហូររកាំងវត្តហូនេះនឹងចំណោទមួយធ្ងោផ្ដាំទឹកជំនន់បទនេះត្រូវបាននិពន្ធឡើងចេញពីប្រវត្តិពិតរបស់កវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនអមដោយសំនៀងរបស់អធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រក្នុងវីដេអូនេះយើងនឹងបែងចែកការពិភាក្សាជាពីរផ្នែកធំៗទី1គឺប្រវត្តិដើមនិងជីវិតផ្ទាល់របស់កវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿននិងទី2គឺការវិភាគស៊ីជម្រៅលើទំនុកច្រៀងតើប្រវត្តិពិតនោះជួយចត់ដល់កម្រិតណាទើបលោកស៊ិនស៊ីសមុទ្រច្រៀងទាំងខ្សឹកខ្សួលដូចនេះដើម្បីជ្រាបច្បាស់យើងនឹងមកបើកសៀវភៅកំណាព្យស្នេហ៍មាសរបស់លោកគង់ប៊ុនឈឿនដើម្បីស្វែងយល់ទាំងអស់គ្នាលោកគង់ប៊ុនឈឿនបានចាត់ទុកខេត្តបាត់ដំបងជាទឹកដីកំណើតរបស់លោកដែលបានចិញ្ចឹមរូបលោកតាំងពីតូចដល់ធំក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោចពុនប្រមាណឯស្ទឹងសង្កែក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធរបស់គាត់ដែលគាត់ជ្រលក់សរសេរមិនចេះរីងស្ងួតដែរមិនតែប៉ុណ្ណោះវាជាកន្លែងមួយបណ្ដុះបណ្ដាលអនុស្សាវរីយ៍រាប់មិនអស់ក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់លោកក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិចមានដើមដូងមួយស្ថិតនៅចំពីមុខកំពង់វត្តវាលនិងមានកៅអីថ្មមួយដែលលោកធ្លាប់អង្គុយបណ្ដែតអារម្មណ៍នៅរាល់ពេលទឹកជន់និងទឹកស្រកបទនេះចាប់កំណើតឡើងនៅក្នុងកំណត់ហេតុនិពន្ធរបស់លោកតាំងតែពីឆ្នាំ1969ម្លេះប៉ុន្តែគ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅមិនទាន់បានបញ្ចេញឲ្យអ្នកចម្រៀងណាបកស្រាយនៅឡើយកាលនោះចំពេលដែលដំណើរជីវិតរបស់លោកបានចុះដុនដាបមែនតែនម្ដាយលោកបានឈឺស្លាប់នៅក្រោមផ្ទះគេលោកលះបង់ការសិក្សាហើយគ្មានការងារធ្វើកូនស្រីអ្នកចិត្តខាងម្នាក់ដែលលោកបានលួចស្រឡាញ់ហើយដែលនាងធ្លាប់សច្ចាស្បត់ស្បែកថាស្មោះស្ម័គ្រស្រឡាញ់តែលោកដែរបែរជាត្រូវបោះបង់គាត់ចោលទាំងគ្មានអាល័យពេលមួយលោកបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែក្រោមម្លប់ដើមដូងទី10តែនាងមិនមកទោះជាលោកបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយទឹកជន់ទឹកហូរកាចស្ទឹងបោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាបដោយគ្មានវិលត្រឡប់ពំនាំទាំងស្នេហាអស់សង្ឃឹមរបស់លោកទៅជាមួយផងធ្វើឲ្យបេះដូងរបស់លោកមានរបួសរហូតមកដល់ឆ្នាំ1972ទើបលោករៀបចំបទនេះឡើងវិញដើម្បីថតផ្សាយលោកស៊ិនស៊ីសមុទ្រដែលបានច្រៀងបទនេះគឺច្រៀងផងខ្សឹកខ្សួលផងហាក់ដូចជាជួយរួមចំណែកកាន់ទុកអតីតស្នេហារបស់លោកដែលមានកំណើតឡើងនៅមាត់ស្ទឹងសង្កែហើយត្រូវរលាយទៅវិញនៅមាត់ស្ទឹងសង្កែនោះដែរបទនេះស្ថិតក្នុងកម្រងចម្រៀងកំឡោះហង្ដាកញ្ញាពេសេដែលមានប្រជាប្រិយភាពចំពោះអ្នកស្នេហាតន្ត្រីរហូតមកដល់បច្ចុប្បន្ននេះឥតមានស្រកស្រឹតឡើយឥឡូវយើងងាកមកមើលពីរបៀបដែលលោកគង់ប៊ុនឈឿនបញ្ចូលអារម្មណ៍ទៅក្នុងការតាក់តែងនិពន្ធរបស់លោកវិញម្ដងមើលស្ទឹងសង្កែមើលខ្សែទឹកហូររកាំងវត្តហូនេះនឹងចំណោទមួយធ្ងោផ្ដាំទឹកជំនន់រៃយំត្រហើយវាស្ទឹងកវៃពុនសូរិយាតូទុនពួនក្រោយផ្ទះក្រេខ្សែទឹកហូរគឺជានិមិត្តរូបនៃពេលវេលាមិនវិលត្រឡប់រីឯពាក្យធ្ងួយធ្ងររបស់រកាំងវត្តពោនិងជំនោគឺជាការប្រើបច្ចេកទេសដែលធ្វើឲ្យធម្មជាតិហាក់ដូចជាយំស្រណោះចូលរួមសោកស្ដាយជាមួយកវីនិពន្ធវគ្គដែលសំខាន់បំផុតគឺឃ្លា
ដើមដូងទី10លំក្របមាត់ស្ទឹងបងឈរស្ងៀមថ្មឹងឈរចាំប្រលឹងស្ងាត់ឈឹងលុះលងរីត្រេអូនភ្លេចវាចាដែលបានសន្យាថ្ងៃថាម៉ោង8ស្រីមកជួបបង ម្លប់ដូងទី10គឺជាទីតាំងនៃក្តីសង្ឃឹមភាពផ្ទុយគ្នាស្រឡះគឺនាងសន្យាជួបពីថ្ងៃតែតួអង្គប្រុសឈរចាំរហូតលងលុះរាត្រីស្ងាត់ឈឹងនេះបង្ហាញពីការបាត់បង់សេចក្តីសង្ឃឹមនិងភាពអត់ធ្មត់ដែលឥតប្រយោជន៍យើងមកមើលការប្រៀបធៀបដ៏ឈឺចាប់អេលើបាត់សូនដោយក្បូនរត់បាត់ទឹករួចសំណាប់ហូរលឿនកន់ឡងបនផ្កាវត្តពោនៅមិនទាន់ឆ្លងមិនគួរនួនល្អងប្រែកនងសូនសោះក្បូនរសាត់គឺជានិមិត្តរូបនៃការបាត់បង់មិនអាចយកមកវិញបានឈឺចាប់ជាងនេះទៅទៀតគឺការប្រៀបធៀបរវាងបុណ្យផ្កាជាមួយនឹងស្នេហាដែលត្រូវរលាយមុនពេលបុណ្យផ្កាឆ្លងទៅទៀតវគ្គចុងក្រោយគឺការទម្លាយការពិតលេងការក្រឹមពីទួលតាឯកខ្លាយពីខ្លងខែកនារីពោះវែកបិទភ្នែករៀបការនឹងប្រងសំឡេងភ្លេងការតែគួរតែជាសំឡេងរីករាយបែរក្លាយជាភស្តុតាងនៃការក្បត់ការប្រៀបធៀបនាងទៅនឹងនារីពោះវែកបង្ហាញថានាងជានារីដែលមានចិត្តពឹសពុលជាទីបំផុតលោកសម្រេចចិត្តលាស្រីដែលស្មោះនៅខាងក្រៅតែជាខ្លានៅខាងក្នុងនេះជាការទម្លាក់នៅកំហឹងនិងការទទួលស្គាល់ការពិតដ៏ជូរចត់បំផុតបងឈរមកទឹងប្រាំងយំរងំក្នុងពោះលាស្រីស្រោមងួងឈ្មោះក្នុងជាខ្លាសរុបមកម្លប់ដូងទី10គឺជាការចងក្រងនៅរឿងរ៉ាវជីវិតស្នេហានិងអក្សរសាស្ត្រខ្មែរយ៉ាងប៉ិនប្រសប់វាជាបេតិកភណ្ឌនៃខេត្តបាត់ដំបងដែលរំលឹកដល់ស្នាដៃកវីម្ចាស់ស្ទឹងសង្កែវាក៏ជាការរំលឹកដល់ស្នេហាពិតមួយដែលត្រូវបានបាត់បង់នៅទីនោះប៉ុន្តែបានបន្សល់ទុកនៅចម្រៀងដ៏អមតៈមួយសម្រាប់មនុស្សជំនាន់ក្រោយតើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាក្រោយពេលបានដឹងពីប្រវត្តិជូរចត់នៃបទចម្រៀងមួយនេះហើយតើអ្នកទាំងអស់គ្នាធ្លាប់មានអនុស្សាវរីយ៍ស្រដៀងទៅនឹងបទនេះដែរឬទេហើយតើបទអ្វីដែលអ្នកទាំងអស់គ្នាចង់ឲ្យយើងជួយវិភាគបន្ទាប់សូមចែករំលែកអារម្មណ៍និងមតិរបស់អ្នកនៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីបន្តវិភាគបទចម្រៀងផ្សេងទៀតជាមួយយើងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងណាមួយដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់